បាទជំរាបសួរពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកមេរៀនថ្មីមួយទាក់ទងហើយនឹងការបំលែងរូបភាពបាទអញ្ចឹងខ្ញុំនឹងបំលែងរូបភាពនៅក្នុងអូខេរូបភាពបែបនេះខ្ញុំបំលែងរូបភាពបែបនេះឲ្យទៅជា text បាទអញ្ចឹងនេះជារូបភាពហើយអក្សរនេះជាអក្សរនៅក្នុងរូបភាពបាទជារូបថតអញ្ចឹងយើងអាចបំលែងអានេះឲ្យទៅជា text ហើយយើងអាច copy យកទៅបង្កើតធ្វើជាវិញ្ញាសាឬក៏មេរៀននេះផ្សេងសម្រាប់បង្រៀនបងប្អូនសាស្ត្រនិស្សិតអញ្ចឹងយើងអាចបំលែងអក្សរនេះឲ្យទៅជាdocs ឬក៏ words បានបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំចូលទៅក្នុង Google ទាំងអស់គ្នាអញ្ចឹងយើងបើក Google Chrome មកឬក៏នៅក្នុង platform មួយណាក៏បានដែរអញ្ចឹងខ្ញុំអាចទាញយកឯកសារនេះមកដាក់នៅក្នុង Google Chrome មួយនេះបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាលោកគ្រូអ្នកគ្រូគ្រាន់តែចុច click លើនេះយើងមានចំណុចជាច្រើនក្នុងការបង្កើតលោកគ្រូអ្នកគ្រូអាច upload តាមវិធីនេះក៏បានបាទលោកគ្រូអ្នកគ្រូចុចលើនេះមកលោកគ្រូអ្នកគ្រូ upload លើ file upload បាទយើងយកបែបនេះក៏បានឬក៏យើងគ្រាន់តែទាញបាទ click ឲ្យជាប់សង្កត់ឲ្យជាប់នៅលើរូបភាពនេះហើយយើងអូសទៅដាក់នៅក្នុង browser ដែលយើងចង់ដាក់បញ្ចូលបាទយើងដាក់ចូលនេះមកក្នុងនេះបើសិនជាវាចេញសញ្ញាខ្វែងแบบនេះបើថាយើងមិនអាច upload ចូលបានទេតែបើសិនយើងដាក់បែបនេះឃើញវាដាក់សញ្ញាលេខបូកហើយយកពាក្យ copy ហើយនៅពាក្យខាងក្រោមគេបានបង្ហាញនៅប៊ូតុងខាងក្រោមមានពណ៌ខៀវបាទគេដាក់ drop files to upload them to my drive អញ្ចឹងចុច click នេះមកអញ្ចឹងវានឹង upload ឥឡូវនេះវាកំពុងតែ upload ចូលហើយបាទវានឹងឃើញ load ប៊ូតុងcrease បាទអញ្ចឹងវានឹង load បាទឥឡូវនេះវា load ចូលហើយដោយសារវាបាំងកន្លែងនេះយើងមើលអត់ឃើញអញ្ចឹងយើងចូលនៅក្នុង my drive នេះមកហើយយើងនឹងឃើញfile មិញលោកគ្រូអ្នកគ្រូអាចចុចបើកនៅក្នុងនេះក៏បានទៅមើល folder ដែលយើងបើកមិញនេះអូខេនេះឥឡូវយើងបានជារូបភាពនៅក្នុងនេះហើយបាទនេះជារូបភាពដដែលទេតែយើងបំលែងរូបភាពនេះឲ្យទៅជា text អញ្ចឹងលោកគ្រូអ្នកគ្រូចុចលើនេះមកហើយបន្តមកទៀតចុច click លើនេះចឹងលោកគ្រូអ្នកគ្រូចុច mouse ស្ដាំបាទយកពាក្យ open with ហើយបន្តមកទៀតយកពាក្យ Google Docs ចឹងឥឡូវនេះវាកំពុងបំលែងរូបភាពហ្នឹងទៅជា docs គេហៅថា document ឥឡូវរងចាំប្រហែលជា1នាទីដើម្បីវា generate ទៅជា text ខាងលើនេះជារូបភាពបាទអញ្ចឹងយើងអូសមកក្រោមមកនឹងឃើញជា text ហើយអញ្ចឹងយើងអាចមើលពាក្យក្នុងនេះកន្លែងនេះយើងអាចលុបចោលបាទខាងលើនេះយើងលុបចោលយើងលុបចោលទៅទុកតែ my favorite ទៅបានហើយអូខេចឹងវាបំលែងបានទៅជា text បែបនេះហើយបាទចឹងយើងអាច download ទៅជា document បាទអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ